ទស្សនិកជនព័ត៌មានដែលlikeមួយទៀតនេះគឺការពីថ្ងៃទី14ខែមីនាឆ្នាំ2025មកសម័យនេះឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីនៃក្រសួងព័ត៌មានគឺបានប្រកាសទទួលស្គាល់ជាផ្លូវការនៅកម្មវិធីគូប្រេងព្រឹត្តនៅកោះស្លាកាតស៊ុតយូពិធីប្រកាសទទួលស្គាល់ខាងលើនេះដែលមានការអញ្ជើញចូលរួមពីសំណាក់លោកពេជ្រចិត្តត្រាប្រធានក្រុមប្រឹក្សាពិបាលក្រុមហ៊ុនកោះស្លាកាតស៊ុតយូឯកលោកស្រីច័ន្ទដាវីនាយិកាក្រុមហ៊ុន Davitra Group និងឯកឧត្តមរដ្ឋលេខាធិការអនុរដ្ឋលេខាធិការលោកជំទាវអុកញ៉ាលោកស្រីប្រតិភូអំដំណើរក្រុមគ្រួសារគូស្វាមីភរិយាគូប្រេងព្រឹត្តនិងភ្ញៀវកិត្តិយសទាំងអស់លោកពេជ្រចិត្តត្រាបានមានប្រសាសន៍ថានៅក្នុងអំឡុងឆ្នាំ2020កោះស្លាកាតស៊ុតយូបានបង្កើតនៅផលិតកម្មចម្រៀង Davitra Media ដែលបានចុះបញ្ជីនិងមានអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈហើយកន្លងមកផលិតកម្ម Davitra Media បានផលិតបទចម្រៀងដែលជាបទភ្លេងថ្មីនៅថ្ងៃទី6ខែសីហាឆ្នាំ2022ក្រុមការងារកោះស្លាកែតស៊ុតយូបានសម្រេចចិត្តបើកទីតាំងនេះឲ្យទៅជាកន្លែងសាធារណៈដើម្បីទទួលភ្ញៀវមហាជនទូទៅមកទស្សនាកម្សាន្តក្នុងគោលបំណងចូលរួមអភិរក្សលើកស្ទួយនិងផ្សព្វផ្សាយវប្បធម៌ខ្មែរតាមរយៈការបង្ហាញនៅស្ថាបត្យកម្មបែបខ្មែរបុរាណដែលក្នុងនោះមានសំណង់ភូមិគ្រឹះល្វែងច័ន្ទដែលបានសាងសង់ឡើងតាមរចនាបថបែបខ្មែរបុរាណព្រមទាំងបង្ហាញនិងផ្សព្វផ្សាយពីសម្លៀកបំពាក់បែបខ្មែរបុរាណហេដ្ឋារចនាសម្ព័ន្ធនិងសកម្មភាពមួយចំនួនផ្សេងទៀតដែលបានបង្ហាញអំពីវប្បធម៌ប្រពៃណីខ្មែរតាមរយៈការមើលឃើញនៅសារៈសំខាន់ដែលមិនអាចខ្វះបាននៅតម្លៃនិងភាពចាំបាច់នៃសិលធម៌សុជីវធម៌និងសុភមង្គលគ្រួសារនៅថ្ងៃទី8ខែមីនាឆ្នាំ2023បានបង្កើតមាតិកាមួយឈ្មោះថាកម្មវិធីគូប្រេងព្រឹត្តគឺជា platform មួយដើម្បីបង្កើតសុភមង្គលគ្រួសារហើយខ្លឹមសារសំខាន់នៅក្នុងកម្មវិធីនេះរួមមានការបណ្ដុះនៅសុជីវធម៌សិលធម៌គុណធម៌វប្បធម៌និងទេសចរណ៍និងការរស់នៅប្រកបដោយក្តីស្រឡាញ់សន្តោសប្រណីគោរពឲ្យតម្លៃគ្នាភាពស្មោះត្រង់ភាពថ្លៃថ្នូរនៅក្នុងសង្គមគ្រួសារនិងនៅក្នុងសហគមន៍មាតិកាកម្មវិធីគូប្រេងព្រឹត្តនេះពិតជាទទួលបាននូវការគាំទ្រជាបន្តបន្ទាប់និងច្រើនលើសលប់រហូតខ្លាចជាមាតិកាឈានមកគេនៅក្នុងប្រទេសកម្ពុជាស្ដីពីសុភមង្គលគ្រួសារកម្មវិធីគូប្រេងព្រឹត្តមិនត្រឹមតែសម្រាប់ប្រជាជនខ្មែរនោះទេគឺថែមទាំងពង្រីកទៅក្រៅប្រទេសដោយមានការចូលរួមពីគូស្វាមីភរិយាគឺជាជនជាតិបរទេសរួមមានជនជាតិអមេរិកជនជាតិអាល្លឺម៉ង់បារាំងថៃហើយនៅថ្ងៃអនាគតយើងខ្ញុំមានបំណងពង្រីកកម្មវិធីនេះឲ្យទៅជាកម្មវិធីសកលដែលទទួលស្គាល់ដោយអន្តរជាតិកម្មវិធីនេះពិតជាទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមផ្ទាល់នៅក្នុងកម្មវិធីសិក្ខាសាលាតាមបណ្ដារាជធានីខេត្តទូទាំងប្រទេសកម្ពុជាដែលយើងបានរៀបចំចំនួន20លើកដោយមានសិក្ខាកាមចូលរួមជាស្វាមីភរិយាចំនួន1500នាក់ចំពោះអ្នកចូលរួមផ្ទាល់ហើយមានការចូលរួមនៅដល់បទសម្ភាសន៍ចែករំលែកអំពីបទពិសោធន៍ជីវិតគូដោយផ្ទាល់ពីសំណាក់គូស្វាមីភរិយាគំរូដែលមានវត្តមាននៅទីនេះចំនួន25គូនិងមានការចូលរួមទស្សនាតាមរយៈគណនីបណ្ដាញសង្គមផ្លូវការរបស់ក្រុមហ៊ុននិងគណនីបណ្ដាញសង្គមក្រៅផ្លូវការដូចជា TikTok, Facebook, YouTube ជាដើមមាតិកាគូប្រេងព្រឹត្តដែលយើងបានផលិតនាពេលកន្លងមកសម្រាប់ការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម TikTok, Facebook និង YouTube មានការឆ្លើយតបដូចខាងក្រោមយើងបានផលិតវីដេអូឃ្លីបសរុបចំនួន636ឃ្លីបចំនួនអ្នកទស្សនាសរុបជាង500លានដងចំនួនអ្នក like ចូលចិត្តសរុបជាង30លានដងចំនួនអ្នក share បន្តសរុបជាង3លានដងហើយសម្រាប់ស្ថិតិអ្នកទស្សនាគូប្រេងព្រឹត្តមានបរិយា 54% ខណៈស្ត្រីមាន 46% អាយុពី18ឆ្នាំទៅ24ឆ្នាំមាន 34.3% អាយុចាប់ពី25ទៅ34ឆ្នាំមាន 42.1% អាយុពី35ទៅ44ឆ្នាំមាន 13.7% អាយុពី45ឆ្នាំទៅ54ឆ្នាំមាន 4.1% និងអាយុចាប់ពី55ឆ្នាំឡើងគឺមាន 5.8% នេះឱកាសនោះដែរឯកឧត្តមនេតភក្ត្រាសូមថ្លែងអំណរគុណចំពោះគូស្វាមីភរិយាទាំងអស់ពិតជាមានមោទនភាពដែលបានឃើញផលិតករខ្មែរបានរៀបចំបង្កើតនៅកម្មវិធីគូប្រេងព្រឹត្តហើយក៏ជាកម្មវិធីមួយដែលឯកឧត្តមរដ្ឋមន្ត្រីអាចនិយាយបានថារហូតមកដល់ពេលនេះជាកម្មវិធីឯកបើយើងក្រឡេកទៅមើលនៅក្នុងក្របខ័ណ្ឌការផលិតមាតិការបស់ស្ថានីយវិទ្យុឬក៏ទូរទស្សន៍ឬក៏កម្មវិធីផ្សេងៗគឺមានតែក្រុមហ៊ុនកោះស្លាកាតស៊ុតយូឯកនេះទេដែលបានផ្ដួចផ្ដើមកំណត់ក្នុងការរៀបចំកម្មវិធីគូប្រេងព្រឹត្តនេះពិតជាមានសារៈសំខាន់អញ្ចឹងសម្រាប់មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរបស់យើងនេះ
បានធ្វើឲ្យយើងត្រូវគិត25ឆ្នាំមុខទៀតអញ្ចឹងបានយុទ្ធសាស្ត្របញ្ញកោណរបស់យើងបានដាក់ចុះនេះគឺបញ្ញកោណនេះគឺ1កោណ5ឆ្នាំអញ្ចឹងយើងត្រូវការពេល25ឆ្នាំពី2023ដល់2048អញ្ចឹងគឺវាឆ្លងកាត់នៅ2ដំណាក់កាលដែលបង្គោលចររបស់យើងគឺ2030ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់និង2050ទៅជាប្រទេសដែលមានចំណូលខ្ពស់នេះគឺជាដំណើរនៃចក្ខុវិស័យរបស់កម្ពុជាយើងឆ្ពោះទៅមុខប៉ុន្តែសួរថាខ្ញុំលើកបញ្ហានេះតើវាមានពាក់ព័ន្ធអីជាមួយនឹងគូប្រេងព្រឹត្តគឺវាពិតជាមានការពាក់ព័ន្ធនោះគឺនៅក្នុងក្របខ័ណ្ឌនៃមុំមួយនៃយុទ្ធសាស្ត្របញ្ញកោណគឺយើងនិយាយអំពីមូលធនមនុស្សដំណាក់កាលនៃការអភិវឌ្ឍមូលធនមនុស្សរបស់យើងចាប់ផ្ដើមពី79ពេលដែលយើងរំដោះមកគឺពីកម្រិតនៃអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកអត់ចេះចាប់ផ្ដើមពីការកសាងធនធានមនុស្សពីបរិមាណធ្វើម៉េចឲ្យមានអ្នកចេះច្រើនកុំឲ្យគិតគុណភាពដល់ដំណាក់កាលដែលយើងពង្រឹងពីបរិមាណមកគុណភាពហើយឥឡូវនេះពីឆ្នាំ2023ទៅមុខគឺយើងនិយាយអំពីគុណភាពលើគុណភាពដែលយើងហៅថាមូលធនមនុស្សអញ្ចឹងមូលធនមនុស្សវាមានធាតុផ្សំសំខាន់វាមាន3ទី1គឺជាមនុស្សដែលមានការចេះដឹងយើងនិយាយអំពីធនធានមនុស្សជាធម្មតាទី2យើងនិយាយអំពីសមត្ថភាពនិងស្នាដៃចំណែកឯទី3គឺយើងនិយាយអំពីសុខភាពសិលធម៌គុណធម៌និងសុជីវធម៌ចំណុចនេះហើយដែលខ្ញុំសូមទាញយកថាតើកម្មវិធីគូប្រេងព្រឹត្តហេតុអ្វីបានជាយើងអាចវាយតម្លៃបានថាវាគឺជាធាតុផ្សំទូចមួយនៅក្នុងដំណើរសង្គមរបស់យើងនៅក្នុងការធ្វើឲ្យមុំមួយនៃបញ្ញកោណរបស់រដ្ឋាភិបាលសម្រាប់ជោគជ័យនោះគឺការដែលរដ្ឋាភិបាលរបស់យើងត្រូវត្រៀមខ្លួននៅក្នុងការកសាងប្រទេសទៅមុខ25ឆ្នាំទៅមុខគោលដៅរបស់យើងគឺត្រូវសម្រេចឲ្យបានទៅជាប្រទេសដែលមានចំណូលខ្ពស់អញ្ចឹងបើប្រទេសមានចំណូលខ្ពស់ជាប្រទេសអភិវឌ្ឍតើសិលធម៌គុណធម៌និងចំណេះដឹងរបស់ប្រជាជនរបស់យើងត្រូវទៅជាកម្រិតណាអញ្ចឹងនេះហើយដែលជាចំណុចមួយដែលរដ្ឋាភិបាលរបស់យើងបានតម្រង់ទិសនៅក្នុងការពង្រីកនិងពង្រឹងទៅលើសិលធម៌សង្គមរបស់យើងគឺជាចំណុចសំខាន់អាដាមរដ្ឋមន្ត្រីបានវិតម្លៃថាសម្រាប់ខ្លឹមសារនៅក្នុងកម្មវិធីគូប្រេងព្រឹត្តគឺមានអត្ថន័យជ្រៅជ្រះនិងជាបទពិសោធន៍បង្ហាញទស្សនវិជ្ជាជាក់ស្ដែងនៅក្នុងជីវិតរស់នៅនិងជាការចែករំលែកដល់គូស្រកររាប់ចំនួនទៅមុខទៀតហើយកម្មវិធីគូប្រេងព្រឹត្តក៏បានផ្ដល់នូវពុទ្ធិសម្រាប់ដោះស្រាយបញ្ហាផងដែរ